ពេជ្រស្ត្រីវ័យ28ឆ្នាំមានការអប់រំឧស្សាហ៍ព្យាយាមប៉ុន្តែបែកប្តីដោយហេតុផលស្រឡាញ់មិនស្មើគ្នាសមុទ្រាប្តីចាស់នៃពេជ្រជាបុរសមួយចិត្តចេះតែគិតពីខ្លួនឯងសុភ័ក្របងប្អូនប្រុសរបស់សមុទ្រាបុរសចិត្តល្អស្ងៀមស្ងាត់និងគោរពពេជ្រមកតាំងតែអតីតកាលពេជ្របានសម្រេចចិត្តបែកខ្ចាត់ខ្ចាយជាមួយសមុទ្រាបន្ទាប់ពីជីវិតគូរបស់នាងពោពេញទៅដោយការធ្លាក់ចិត្តនិងចំណាយពេលស្នេហាដែលស្មារតីសមុទ្រមិនដែលយកចិត្តទុកដាក់អំពីអារម្មណ៍របស់ពេជ្រឡើយគាត់ក៏តែងតែបោះបង់គាត់ឲ្យសង្វែងឯកោពេលសាលាខាងក្រៅចំពោះពេជ្រគឺភាពស្ងប់ស្ងាត់ប៉ុន្តែចំអិនខាងក្នុងគឺការបាក់បែកជាចំណែកក្រោយអស់រយៈពេល3 ខែពេជ្របានជួបជាមួយសុភ័ក្រជាថ្មីក្នុងពិធីខួបកំណើតរបស់កូនប្រុសពូម្នាក់ពេលនាងជួបគាត់គឺជាដងទី1ដែលនាងដឹងថាបុរសម្នាក់អាចពោពេញដោយភាពល្អនិងគោរពនារីដូចដែលសុភ័ក្រធ្វើគាត់មិនបានសួររឿងអតីតនិងសមុទ្រទេគាត់គ្រាន់តែជាបុរសដែលស្ដាប់និងយល់ព្រមថាពេជ្រគួរត្រូវបានគេគោរពពេលពេជ្រនិងសុភ័ក្រចាប់ផ្ដើមជួបគ្នាបន្តបណ្ដេនាងដឹងថាខ្លួនមានអារម្មណ៍ចំពោះគាត់ប៉ុន្តែក៏ភ័យថាខ្លួនអាចនឹងត្រូវគេរិះគន់ឬគេចោទថាចូលទៅក្នុងគ្រួសារចាស់វិញសុភ័ក្របាននិយាយថាពេលដែលបងមើលឃើញអូនទទួលទុកហើយខំរស់ដោយឯកភាពបងកាន់តែគោរពអូនមិនមែនជាគ្រឿងចាស់នៃបងប្អូនទេអូនគឺជាមនុស្សស្ដាប់បានមានតម្លៃសមុទ្របានមកសុំសម្ភារៈពីពេជ្រវិញហើយក៏ព្យាយាមសុំសងស្នេហាពេជ្របាននិយាយថាអ្នកជឿនិយាយស្រឡាញ់ពេលដែលខ្ញុំបែកចិត្តទៅហើយខ្ញុំមិនមែនស្រឡាញ់តាមពេលដែលអ្នកចាំដល់ខ្ញុំបែកទេខ្ញុំមានអ្នកស្រឡាញ់ខ្ញុំយ៉ាងជាក់ច្បាស់ហើយពេជ្រនិងសុភ័ក្របានសម្រេចចិត្តរស់ជាគូស្រឡាញ់គ្នាប៉ុន្តែមិនប្រញាប់រៀបការពួកគេចាប់ផ្ដើមពីការជួយគ្នាបង្កើតអាជីវកម្មខ្នាតតូចដើម្បីចែករំលែកក្តីស្រឡាញ់តាមរយៈការងារនិងជីវិតជាសាធារណៈមួយឆ្នាំបន្ទាប់ពេជ្រនិងសុភ័ក្របានរៀបការជាផ្លូវការពេលនោះសមុទ្រក៏បានចូលរួមពោពេញដោយស្ងៀមស្ងាត់គាត់ដឹងថាស្នេហាមិនមែនជារឿងកាន់កាប់ទេប៉ុន្តែជារឿងដែលត្រូវបានគេយល់ចិត្តនិងទទួលស្គាល់តាមស្ថានភាពពិតស្នេហាថ្មីមិនមែនមកដើម្បីលុបស្នេហាចាស់ទេប៉ុន្តែវាជាស្នេហាដែលឲ្យឱកាសបន្តរស់ជាផ្លូវថ្មីអតីតកាលជាការសិក្សាបច្ចុប្បន្នជាដំណើរ